ទីមួយគឺថ្វាយទៅព្រះទីពីរគឺការប្រគល់ជូនទៅកាន់ចក្រវាលចាមានបងប្អូនគាត់សួរថាពេលដែលគាត់ជួបតេស្តរបស់ចក្រវាលតើគាត់ត្រូវបដូរអារម្មណ៍បែបណាគាត់ត្រូវបដូរស្ថានភាពដែលចក្រវាលកំពុងតែធ្វើតេស្តនឹងបែបណាតើខ្ញុំត្រូវបន្សាបរឿងនឹងបែបណាអញ្ចឹងនេះគឺជាសំណួរដែលបងប្អូនបានសួរខ្ញុំណាអញ្ចឹងបាទសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានថ្វាយជូនទៅកាន់ព្រះទី1គឺខ្ញុំប្រើសតិដឹងយកមកចាត់ចែងក្នុងការរឿងនឹងចាអញ្ចឹងណាទី2គឺខ្ញុំប្រគល់ទៅកាន់ចក្រវាលរឿងនោះភ្លាមតែម្ដងចាអញ្ចឹងក្នុងពេលដែលយើងដឹងខ្លួនភ្លាមចាដែលយើងអាចយកឈ្នះអារម្មណ៍របស់យើងការខឹងការអន់ចិត្តការជួបរឿងអីមួយហ្នឹងគឺយើងធ្វើការថ្វាយជូនទៅព្រះជាម្ចាស់តែម្ដងឬក៏ប្រគល់ជូនទៅកាន់ចក្រវាលជាអ្នកចាត់ចែងរឿងហ្នឹងបានភ្លាមតែម្ដងចាអញ្ចឹងងាយនឹងមើលទេបងប្អូនអរគ្នាបើសិនជាយើងឆ្លងផុតយើងនៅទទួលបានកាដូពីចក្រវាលតែបើយើងឆ្លងអត់ផុតវាត្រូវពន្យាពេលអីចឹងទៅចាអញ្ចឹងការហ្វឹកហាត់ចិត្តមួយនេះគឺយើងត្រូវតែប្រូក្រាមខ្លួនឯងថាយើងគឺជាមនុស្សដែលអនុវត្តច្បាប់នៃការស្រូបទាញឲ្យទទួលបាននៅលទ្ធផលដាក់គោលដៅឲ្យទទួលបាននៅលទ្ធផលយើងមានតែពាក្យថាឡើងយើងគឺជាមនុស្សម្នាក់ដែលមានធម៌ពលវិជ្ជមានខ្ញុំរើសគិតរឿងល្អចិត្តរើសស្ដាប់រឿងល្អរើសមើលរឿងល្អអញ្ចឹងបើសិនជាយើងគ្រប់យ៉ាងទាំងអស់បងប្អូនអរគ្នាច្បាប់នៃការស្រូបទាញវាកើតមកពីយើងទាំងអស់អញ្ចឹងរឿងខ្លះយើងអាចនិយាយបានលឿនរឿងខ្លះយើងអាចនិយាយទៅវាប្រើពេលវេលាក៏ប៉ុន្តែយើងវឹកហាត់បោសសម្អាតចិត្តរបស់ខ្លួនឯងឲ្យបានជារឿយរៀនចាប់ខ្លួនឯងអ្នកខ្លះក៏ថាអូខ្ញុំកំពុងតែខឹងហើយអញ្ចឹងការដឹងមួយនេះគឺល្អប្រសើរមិនមែនថាដឹងថាខ្លួនឯងខឹងហើយមិនដឹងអន់ចិត្តហើយមិនដឹងអាហ្នឹងក៏ពិបាកដែរអញ្ចឹងបងប្អូនត្រូវតែមានពេលនៅជាមួយខ្លួនឯងចាឲ្យបានកន្លះម៉ោងទៅ40នាទីដើម្បីយើងវឹកហាត់ចាយកធម៌ពលនៅខាងក្នុងយកមកប្រើការសម្រាប់ជីវិតប្រចាំថ្ងៃហើយបងប្អូនកុំជាប់ជំពាក់មិនថារឿងអីចាក់កើតឡើងសម្រាប់បងប្អូនទេបងប្អូនត្រូវតែថ្វាយទៅកាន់ព្រះចាហើយបើចង់ដឹងកាន់តែច្បាស់បងប្អូនចូលរៀននៅក្នុងខរបស់ម្ដាមសេដ្ឋីការខ្ញុំនឹងចែករំលែកជូនដល់បងប្អូនអរគ្នាបន្ថែមចាអរគុណដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសេដ្ឋីការបាយបាយ